Mơ Susan váy banประกวดđấy ខ្ញុំអត់ចាំហើយ ច្រើនណាស់ណា បាទចូលប៉ែត សល់អីខ្លះហើយ អត់មានសល់អីអត់មានសល់អីខ្លះហើយណា បាទ អាហ្នឹងមូលហេតុអីបានអត់មានសល់អីចឹងមកពីគេឬក៏មកពីយើង មកពីយើងបាទ មកពីយើងណាអូខេដែលខុសហើយខុសទៀតខុសហើយខុសទៀតវាអារម្មណ៍យ៉ាងម៉េចបានយើងនៅតែធ្វើខុសហើយខុសទៀតចឹង ខ្ញុំក៏ព្យាយាមធ្វើឲ្យត្រូវវិញ គេមកហើយគេមកហើយគេមកខ្លារខិនហើយបងប្អូនអេពើអេពើគេមកហើយអេពើអេពើអេពើគេមកហើយហេអូខេល្អបងប្អូនស្គាល់គាត់ហើយបងប្អូនស្គាល់គាត់ហើយគេមកខ្លារខិនហើយបាទអេពើអេពើ kìm một hai ok mà mi xua ok ខ្ញុំបាទនងសាវថ្ងៃនេះបាទខ្ញុំបានផ្លាស់ប្ដូរមកក្នុងក្លឹបជំរំខ្លារខិនបាទ មកដល់ខ្លារខិនវិញណា បាទក្លឹបថ្មីរបស់ខ្ញុំ អូខេខ្លារខិនមើលសួរសិនវាយបានប្រហែលប្រកួតហើយ ខ្ញុំអត់ចាំហើយ ច្រើនណាស់ណា បាទចូលប៉ែត សល់អីខ្លះហើយ អត់មានសល់អីអត់មានសល់អីខ្លះហើយណា បាទ អាហ្នឹងមូលហេតុអីបានអត់មានសល់អីចឹងមកពីគេឬក៏មកពីយើង មកពីយើងបាទ មកពីយើងណាអូខេដែលខុសហើយខុសទៀតខុសហើយខុសទៀតវាអារម្មណ៍យ៉ាងម៉េចបានយើងនៅតែធ្វើខុសហើយខុសទៀតចឹង ខ្ញុំក៏ព្យាយាមធ្វើឲ្យត្រូវវិញ ព្យាយាមធ្វើឲ្យត្រូវណាកំហុសអ្នកណាក៏មានកំហុសដែរតែសំខាន់យើងចេះកែយើងព្រមកែរងថ្ងៃមានគ្រួសារមានគ្រួសារកូនបានហើយកូន2ណាប្រុសមួយស្រីមួយឬក៏ប្រុស2ស្រីប្រុសទាំងពីរអាយ៉ាអ្នកស្នងហ្នឹងអូខេអាណិតគាត់ឯងនៅពេលដែលឃើញជីវភាពរបស់យើងអត់ធូរធារដូចគេចឹង បាទមានអារម្មណ៍ថានៅថៃក៏មានអារម្មណ៍ថាយើងខំប្រឹងខ្លួនឯងវិញ អូខេដើម្បីគ្រួសារណាប្រពន្ធដែរល្អឯង អូដែរអត់លុយលោក ធម្មតាទេប្រពន្ធក្រល្អប្រពន្ធគ្រូល្អអូខេតាក្រហើយគាត់ដឹងល្អដាក់យើងហើយអាហ្នឹងវាមិនមែនជាកំហុសរបស់គាត់ទេវាជាកំហុសរបស់យើងណាអូខេឥឡូវនេះមកដល់ខ្លារខិនហើយមិនដែរសម្រាប់ការវឹកហាត់នៅក្នុងក្លឹបខ្លារខិន បើស្រាប់ខ្ញុំថ្ងៃដំបូងអាចទទួលយកបានមិន អាចទទួលយកបានណាមិនស្រួលក៏មិនពិបាកពេក យើងធ្លាប់ឆ្លងកាត់ ដោយសារអូខេឥឡូវហ្នឹងដែលយើងត្រូវឆ្លងកាត់បាទជាបទពិសោធន៍ឥឡូវនេះមកដល់ខ្លារខិនហើយដាក់គោលដៅយ៉ាងម៉េច ខ្ញុំចាប់ផ្ដើមមកដល់ខ្លារខិនគឺខ្ញុំចាប់ផ្ដើមមករឹបកំណត់ត្រាខ្លួនឯងសាថ្មីនិងបោះចោលរឿងអាក្រក់ៗនឹងចាប់ផ្ដើមពីខ្សែកីឡាគុនខ្មែរសាថ្មីវិញ មានអីសូមទៅដល់ពុកម៉ែបងប្អូនរឿងកន្លងមក សូមពុកម៉ែបងប្អូនដែលតែងគាំទ្រខ្ញុំកន្លងមកហើយក៏ពេលនេះគឺសូមពុកម៉ែបងប្អូនជួយគាំទ្រខ្ញុំម្ដងទៀតខ្ញុំនឹងព្យាយាមធ្វើអស់ពីសមត្ថភាព សុំឱកាសម្ដងទៀត បាទ បាទបងប្អូនឥឡូវនេះនងសាវនិយាយចង់ស្វាត់ភ្នែកអូខេឥឡូវនេះគាត់សុំឱកាសម្ដងទៀតដើម្បីខ្លួនគាត់ហើយនឹងក្រុមគ្រួសារហើយនឹងពុកម៉ែបងប្អូនដែលជាអ្នកគាំទ្រអញ្ចឹងឱកាសជឿថាបងប្អូនគាត់មិនកំណាញ់ទេគាត់នៅតែយោគយល់នៅតែជាស្រ័យយើងអញ្ចឹងចាប់ពីថ្ងៃទៅសង្ឃឹមថានងសាវនឹងខំប្រឹងហើយផ្លាស់ប្ដូរអ្វីដែលជារឿងអាក្រក់ចោល បាទ អូខេចេះអរគុណច្រើនខំប្រឹងណានងសាវអូខេ